ទីក្រុងបាងកករបស់ប្រទេសថៃត្រូវបានចាត់ទុកថាជាទីក្រុងដ៏អាក្រក់បំផុតលំដាប់លេខ1នៅលើពិភពលោកដែលសម្បូរទៅដោយចោរឆក់ប្លន់និងករណីឆបោកតាមអនឡាញការចាត់ទុកក្រុងបាងកកជាទីក្រុងដ៏ស្អុយឈ្មោះបែបនេះធ្វើឡើងតាមរយៈការបោះឆ្នោតវាយតម្លៃទីក្រុងជាង75នៅទូទាំងពិភពលោកពីសំណាក់អ្នកទេសចរចំនួន 1000 នាក់នៅក្នុងគេហទំព័រធានារ៉ាប់រងរបស់ចក្រភពអង់គ្លេសដែលមានឈ្មោះថា Compare the Market បើតាមគេហទំព័រដដែលទីក្រុងបាងកកទទួលបានពិន្ទុ 83.45 ខ្ពស់ជាងគេបង្អស់ក្នុងចំណោមទីក្រុងទាំង75ដែលពោពេញទៅដោយរឿងស្មោកគ្រោកបែបនេះក្នុងនោះរាជវាំងថៃគឺជាទីតាំងដែលមានឧក្រិដ្ឋកម្មទេសចរច្រើននៅក្នុងពិភពលោកខណៈដែលពីរទីតាំងទៀតដែលរួមមានវត្តភូនិងផ្សារចតុចក្រសុទ្ធសឹងតែកើតមានករណីចោរឆក់ប្លន់និងករណីឆបោកតាមអនឡាញក្រៅពីបាងកកទីក្រុងផ្សេងទៀតដែលសម្បូរទៅដោយករណីចោរឆក់ប្លន់និងករណីឆបោកតាមអនឡាញរួមមានទីក្រុងប៉ារីប្រទេសបារាំងទីក្រុងប្រាក់របស់សាធារណរដ្ឋឆែកទីក្រុងសៀងហៃប្រទេសចិននិងទីក្រុងអាក្រារបស់ឥណ្ឌាខណៈដែលទីក្រុងប៉ាតាយាស្ថិតនៅលំដាប់លេខ7បើតាមសារព័ត៌មាន VN Express ដើម្បីកាត់បន្ថយហានិភ័យនៃការលូកហៅប៉ៅនិងការឆបោកតាមអនឡាញអ្នកទេសចរដែលទៅលេងដើរលេងនៅទីក្រុងបាងកកគួរតែមានវិធានការបម្រុងទុកជាមុនដោយជារក្សាទុករបស់មានតម្លៃនៅកន្លែងមានសុវត្ថិភាពជៀសវាងការជិះតាក់ស៊ីដែលគ្មានអាជ្ញាប័ណ្ណនិងប្រុងប្រយ័ត្ននៅពេលដែលមានមនុស្សចម្លែកចូលមកកៀកខ្លួនកាលពីឆ្នាំមុនសេដ្ឋកិច្ចរបស់ប្រទេសថៃបានខាតបង់អស់ជាង $1,800 លានដោយសារតែបទល្មើសឆបោកតាមអនឡាញនេះ